ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទអេសាពីកម្មវិធីការបញ្ជូនផ្ទាល់នេះគឺជាអេពីសូតទី8ហើយនៅក្នុងអេពីសូតទី8នេះផងដែរខ្ញុំបានដាក់ចំណងជើងថាអាបចាំចំការនៅក្នុងអេពីសូតទី8នេះខ្ញុំនឹងធ្វើការបកស្រាយចំនួន4សាច់រឿងដែលកើតឡើងនៅទីតាំងតំបន់នោះធានា 100% តែម្ដងគឺនៅក្នុងអេពីសូតទី8នេះផងដែរគឺសាច់រឿងដែលខ្ញុំធ្វើការបកស្រាយសុទ្ធសឹងតែសាច់រឿងព្រឺព្រួចអ្នកទាំងគ្នាស្របគ្នានេះផងដែររាល់សាច់រឿងដែលកម្មវិធីការបញ្ជូនផ្ទាល់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាសន្តាប់កំសាន្តគឺមិនបង្ខំឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជឿ 100% នោះទេសូមធ្វើការស្ដាប់កំសាន្តដោយការពិចារណាមានបងប្អូនមួយចំនួនគាត់អត់ជឿទៅលើរឿងរ៉ាវអមនុស្សទេប៉ុន្តែមានបងប្អូនមួយចំនួនផ្សេងទៀតគាត់ជឿទៅលើរឿងរ៉ាវអមនុស្សដោយសារតែគាត់ធ្លាប់ជួបផ្ទាល់ខ្លួនឯងអីចឹងទៅអញ្ចឹងកម្មវិធីការពិតជួបផ្ទាល់មិនបង្ខំឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជឿស្លុង 100% ទេប៉ុន្តែរាល់សាច់រឿងទាំងអស់ដែលកម្មវិធីការពិតជួបផ្ទាល់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាសន្តាប់កំសាន្តគឺជារឿងរ៉ាវពិតមុននឹងឈានចូលទៅដល់ការបកស្រាយសាច់រឿងពិស្ដារនៅក្នុងអេពីសូតទី8នេះផងដែរក៏សូមអំពាវនាវទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាអ្នកទស្សនាថ្មីមិនទាន់ចុច Subscribe មកលើ YouTube Channel របស់ខ្ញុំបាទសូមចុច Subscribe មកលើ YouTube Channel របស់ខ្ញុំម្នាក់មួយ like Facebook Page Follow TikTok ដែលមានឈ្មោះដូចគ្នាគឺយុនអេសាដើម្បីទទួលបាននៅវីដេអូបន្តទៀតពីកម្មវិធីការពិតជួបផ្ទាល់ហើយកម្មវិធីការពិតជួបផ្ទាល់ផងដែរសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាគាំទ្រដើម្បីឲ្យកម្មវិធីមួយនេះឆ្ពោះបន្តទៅមុខទៀតហើយក៏ជាកម្មវិធីមួយផ្ដល់នូវទស្សនីយភាពចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នានៅរឿងរ៉ាវប្រភេទអមនុស្សរឿងខ្មោចព្រាយបិសាចផ្សេងៗដែលជួបឬក៏កើតឡើងនៅទីតាំងកន្លែងណាមួយផ្សេងៗគ្នាជារឿងរ៉ាវពិតពីខ្ញុំបានផ្ទាល់ពីប្រិយមិត្តពុកម៉ែបងប្អូនផ្សេងទៀតដែលចែករំលែកមកកាន់ខ្ញុំផ្ទាល់ផងដែរអញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយទៅលើសាច់រឿងទាំងអស់នោះនៅក្នុងកម្មវិធីការពិតជួបផ្ទាល់ឥឡូវនេះដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងពិស្ដាររបស់យើងដូចតទៅចំពោះសាច់រឿងទី1នៅក្នុងអេពីសូតទី8នេះផងដែរខ្ញុំនឹងធ្វើការលើកយកទៅលើសាច់រឿងដែលខ្ញុំបានជួបផ្ទាល់នៅក្នុងអំឡុងឆ្នាំ2007អញ្ចឹងទីតាំងកើតហេតុគឺស្ថិតនៅក្នុងចុងភូមិដែលវាមិនឆ្ងាយពីផ្ទះខ្ញុំប្រហែលទេបើសិនជាយើងគិតពីទីតាំងផ្ទះខ្ញុំទៅកាន់ទីតាំងកើតហេតុយើងធ្វើដំណើរថ្មើរជើងប្រហែលជាចំណាយពេលរយៈពេល10នាទីទៅ15នាទីគឺទៅដល់ទីតាំងនោះហើយអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតទីតាំងកើតហេតុគឺស្ថិតនៅក្នុងភូមិតាសីឃុំតាមើនស្រុកថ្មគោលខេត្តបាត់ដំបងឥឡូវនេះខ្ញុំសូមប្រាប់ពីសភាពទីតាំងនោះបន្តិចគឺទីតាំងនោះផងដែរគឺមានខ្ទមចាស់មួយដែលស្ថិតនៅចំកណ្ដាលដីដ៏ធំមួយដែលគេទុកចោលជាយូរឆ្នាំណាស់មកហើយមិនដឹងថាតាំងពីជំនាន់ណាទេសភាពនៅទីនោះគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនសូម្បីតែអ្នកភូមិមិនថាចាស់មិនថាក្មេងគឺគ្រប់គ្នាខ្លាចរអាស្ទើរតែមិនហ៊ានដើរកាត់ទីតាំងតំបន់នោះផងអ្នកទាំងគ្នាម្ចាស់ដីដែលទុកចោលមួយនោះគឺមិនដឹងថាគាត់មានរឿងអ្វីកើតឡើងឬក៏មានបញ្ហាអ្វីកើតឡើងនៅទីតាំងតំបន់នោះទេដែលធ្វើឲ្យគាត់ទុកដីមួយនោះចោលរហូតមានដើមឈើតូចធំដុះស៊ុបទ្រុបនៅទីតាំងតំបន់នោះច្រើនខ្លាំងមែនទែនចំពោះដើមឈើធំដែលបានដុះនៅទីនោះមានដូចជាដើមច័ន្ទគិរីដើមអំពិលទឹកដើមម្ជូរហើយដើមឫស្សីគឺគុម្ពធំខ្លាំងមែនទែនបើសិនជាយើងគិតពីទំហំដីមួយនោះប្រហែលជា2ហិកតាអ្នកនរគ្នាស្ដាប់អត់ច្រឡំទេគឺ2ហិកតាធំខ្លាំងមែនទែនហើយដីដែលបានទុកចោលគឺបានដុះស្មៅដុះដើមឈើតូចធំស៊ុបទ្រុបមើលទៅគួរឲ្យព្រឺព្រួចមានតាយាយ2នាក់គាត់មករស់នៅតំបន់នោះហើយតាយាយនោះមិនសូវមានទំនាក់ទំនងជាមួយនឹងអ្នកភូមិទេអ្នកនរគ្នាតាយាយទាំង2នាក់នោះផងដែរគឺត្រូវបានម្ចាស់ដីជួលមកចាំនៅទីតាំងដីដ៏ធំមួយដែលបានទុកចោលនោះហើយតាយាយទាំង2នាក់នោះផងដែរគឺគាត់អត់មានកូនចៅមករស់នៅជាមួយទេប្រវត្តិតាយាយទាំង2នាក់នោះគឺមិនដឹងថាមកពីណាពីណីទេខ្ញុំដឹងត្រឹមថានៅពេលដែលខ្ញុំរើផ្ទះពីភូមិចាស់មកកាន់ភូមិដែលខ្ញុំរស់នៅសពថ្ងៃនេះគឺនៅក្នុងអំឡុងឆ្នាំ2004គឺពួកខ្ញុំបានឃើញតាយាយទាំង2នាក់នោះរស់នៅតំបន់ដីដែលទុកចោលនោះរួចទៅហើយប៉ុន្តែគាត់រស់នៅក្នុងខ្ទមមួយនៅចំកណ្ដាលដីចំណែកឯសងខាងខ្ទមហ្នឹងគឺនៅក្នុងបរិវេណដីហ្នឹងគឺគាត់អត់មានធ្វើស្មៅធ្វើអីទេ
គឺស្មៅដុះស៊ុបទ្រប់អមជាមួយនឹងដើមឈើធំខ្លាំងមែនទែនអ្នកនរគ្នាតាមពិតទៅតាយាយទាំងពីរអ្នកនោះគឺខ្ញុំស្គាល់ឈ្មោះរបស់ពួកគាត់ច្បាស់មែនទែនប៉ុន្តែខ្ញុំសូមរក្សាឯកជនភាពសម្រាប់គាត់ហើយណាមួយយើងខ្លាចប៉ះពាល់រឿងរ៉ាវផ្សេងទៅកាន់គាត់ផងដែរអញ្ចឹងខ្ញុំសូមមិនបញ្ចេញឈ្មោះគាត់នោះទេសាច់រឿងទី1នៅក្នុងអេពីសូតទី8នេះផងដែរគឺជាសាច់រឿងមួយដែលបានកើតឡើងចំពោះខ្លួនខ្ញុំផ្ទាល់ខ្ញុំចាំបានថានៅក្នុងថ្ងៃមួយនៅពេលដែលខ្ញុំត្រឡប់ពីរៀនវិញខ្ញុំបានបរិភោគអាហារថ្ងៃត្រង់រួចរាល់អស់ហើយម្ដាយខ្ញុំគាត់បានប្រាប់ខ្ញុំថាឲ្យខ្ញុំនឹងដឹកគោទៅស៊ីស្មៅអ្នកទាំងអស់គ្នាគឺនៅក្នុងអំឡុងម៉ោងប្រហែលជា11ថ្ងៃត្រង់ខ្ញុំបានបរិភោគអាហារថ្ងៃត្រង់រួចហើយខ្ញុំក៏បានដឹកគោចេញពីផ្ទះសំដៅទៅកាន់ទីតាំងតំបន់នោះប៉ុន្តែទីតាំងតំបន់នោះផងដែរគឺមិនមែនមានត្រឹមតែដីដែលគេទុកចោលពោពេញទៅដោយបាទដើមឈើតូចធំដុះស៊ុបទ្រប់នោះទេគឺមានទីវាលមួយចំនួនដែលនៅក្បែរនោះដែលពោពេញទៅដោយស្មៅដែលគោអាចបរិភោគបាននៅទីនោះអញ្ចឹងនៅពេលដែលខ្ញុំដឹកគោទៅហ្នឹងគឺខ្ញុំមិនមែនសំដៅទៅកាន់ទីតាំងដែលដីគេទុកចោលនោះទេគឺហួសនឹងបន្តិចគឺមានដីវាលមួយចំនួនដែលគេទុកចោលដូចគ្នាគ្រាន់តែថាដីទាំងអស់នោះគឺអត់មានស្មៅឬក៏ដើមឈើតូចធំដុះស៊ុបទ្រប់ទេគឺមានត្រឹមតែស្មៅតូចដែលវាបានដុះនៅទីតាំងនោះចំពោះដីដែលគេទុកចោលនៅក្នុងសាច់រឿងយើងនេះគឺមានផ្លូវអមសងខាងអ្នកទាំងគ្នាមានន័យថានៅខាងកើតដីក៏មានផ្លូវនៅខាងលិចដីក៏មានផ្លូវចំពោះខាងលិចគឺមានផ្លូវជាតិលេខ5ចំពោះខាងកើតគឺមានផ្លូវលំមួយដែលចាក់ចូលទៅក្នុងភូមិប៉ុន្តែផ្លូវនោះគឺអត់សូវមានផ្ទះប្រជាពលរដ្ឋទេអ្នកទាំងគ្នាចំណែកឯផ្លូវជាតិលេខ5ក៏អត់សូវមានដែរឆ្ងាយខ្លាំងមែនទែនទម្រាំតែទៅដល់ផ្ទះប្រជាពលរដ្ឋផ្សេងគឺមានរយៈចម្ងាយឆ្ងាយពីមួយផ្ទះទៅមួយផ្ទះឥឡូវយើងបកមកចូលសាច់រឿងយើងវិញខណៈពេលដែលខ្ញុំកំពុងតែដឹកគោចាក់ចេញពីផ្ទះនៅក្នុងអំឡុងម៉ោង11ខ្ញុំធ្វើដំណើរទៅដល់ទីតាំងនោះប្រហែលជាម៉ោង12អញ្ចឹងមានន័យថាការចាក់ចេញពីផ្ទះរបស់ខ្ញុំគឺប្រហែលនៅខ្ទង់ម៉ោង11:40ជាងខ្ញុំបានធ្វើដំណើរយឺតអមជាមួយនឹងគោវាបានស៊ីស្មៅបណ្ដើរនៅតាមផ្លូវអញ្ចឹងទម្រាំតែទៅដល់ទីតាំងនោះប្រហែលជាម៉ោង12ថ្ងៃត្រង់ទៅហើយអ្នកទាំងគ្នាដោយការធ្វើដំណើរគឺមិនមែនធ្វើដំណើរនៅតាមរបខ្នល់ជាតិនោះទេគឺខ្ញុំធ្វើដំណើរនៅតាមផ្លូវមួយទៀតគឺជាផ្លូវនៅក្រោយដីនោះដែលជាផ្លូវចាក់ចូលទៅក្នុងភូមិគឺជាផ្លូវនៅខាងកើតដីដែលគេទុកចោលមួយនោះព្រោះថាផ្ទះរបស់ខ្ញុំក៏មានសភាពដូចទៅនឹងដីនឹងផងដែរអ្នកទាំងគ្នាដោយសារតែនៅខាងមុខផ្ទះគឺមានខ្នល់ជាតិលេខ5ហើយនៅខាងក្រោយផ្ទះគឺមានផ្លូវលំតូចមួយហ្នឹងគឺចាក់ចូលទៅក្នុងភូមិអញ្ចឹងនៅពេលដែលខ្ញុំដឹកគោទៅស៊ីស្មៅនឹងទីតាំងតំបន់នោះគឺម៉ាក់គាត់អត់ឲ្យដឹកនៅលើខ្នល់ទេដោយសារតែខ្លាចគោវារត់ទៅចូលឡានចូលអីគេអញ្ចឹងណាអញ្ចឹងគាត់ឲ្យដឹកនៅតាមខ្នល់តូចមួយផ្លូវតូចមួយដែលចាក់ចូលទៅក្នុងភូមិនោះប៉ុន្តែផ្លូវនោះគឺអត់មានផ្ទះអត់មានប្រជាពលរដ្ឋអីរស់នៅទេគឺស្ងាត់ខ្លាំងមែនទែននៅផ្លូវទីតាំងមួយនោះអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចពេលដែលម្ដាយរបស់ខ្ញុំគាត់ប្រើឲ្យដឹកគោទៅស៊ីស្មៅហ្នឹងគឺមិនមែនខ្ញុំទៅម្នាក់ឯងទេគឺខ្ញុំទៅជាមួយនឹងបងប្រុសរបស់ខ្ញុំប៉ុន្តែបងប្រុសរបស់ខ្ញុំអត់បានជួបទៅលើរឿងរ៉ាវហេតុការណ៍ទាំងអស់នោះទេអញ្ចឹងនៅពេលដែលខ្ញុំធ្វើដំណើរជាមួយនឹងបងប្រុសដឹកគោទៅដល់ទីតាំងតំបន់នោះហើយអ្នកទាំងអស់គ្នារឿងរ៉ាវមួយដែលបានកើតឡើងចំពោះខ្ញុំនៅចំកណ្ដាលថ្ងៃត្រង់តែម្ដងគឺលោកយាយម្នាក់ដែលគាត់រស់នៅក្នុងខ្ទមនៅទីតាំងដីដែលគេទុកចោលមួយនោះគឺគាត់ស្រាប់តែស្លៀកសម្លៀកបំពាក់មើលទៅគួរឲ្យខ្លាចខ្លាំងមែនទែនអមជាមួយនឹងបាក់គាត់រុំកន្សែងរុំមុខគាត់យ៉ាងជិតតែម្ដងអញ្ចឹងមានន័យថាប្រហែលជាពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់បានឃើញនៅពេលដែលគេរុំកន្សែងរុំពីលើក្បាលមកមុខមកអីចឹងហើយយើងទុកតែបន្លោះភ្នែកទេគឺសភាពបែបហ្នឹងអ្នកទាំងអស់គ្នាគឺគាត់ដូចទទួលភួយអញ្ចឹងកសែងគាត់គឺមានប្រវែងវែងហើយគាត់រុំមុខគាត់យ៉ាងជិតតែម្ដងហើយគាត់បានឈរសម្លឹងមកកាន់ខ្ញុំអ្នកទាំងគ្នានៅពេលខ្ទង់ម៉ោង12នឹងផងដែរគឺសភាពនៅទីតាំងតំបន់នោះគឺស្ងាត់ខ្លាំងមែនទែនផ្ទះប្រជាពលរដ្ឋអត់មានទេគឺមានតែខ្ទមយាយតាដែលរស់នៅច
ចាំនៅក្នុងដីមួយនោះតែប៉ុណ្ណោះសភាពនៅទីតាំងនោះគឺពិតជាស្ងាត់ខ្លាំងមែនទែនខ្ញុំឮត្រឹមតែជំហានគោរបស់ខ្ញុំបានដើរទៅមុខយឺតបន្តិចម្ដងរួមជាមួយនឹងស្បែកជើងរបស់ខ្ញុំដែលជាស្បែកជើងផ្ទាត់ដើរទៅមុខជាមួយគោបន្តិចម្ដងដូចគ្នាអញ្ចឹងទីតាំងកន្លែងនោះគឺពិតជាស្ងាត់ខ្លាំងមែនទែនខណៈពេលដែលខ្ញុំបានឃើញគាត់សូម្បីតែសត្វមួយក្បាលក៏ខ្ញុំអត់ឮយំដែរអ្នកទាំងគ្នាខ្ញុំចាប់ទុកថាពេលនោះហាក់បីដូចជាគាត់កំពុងតែលងបន្លាចមកកាន់ខ្ញុំអ្នកទាំងអស់គ្នាដឹងអត់ថាគាត់បានឈរសម្លក់មកកាន់ខ្ញុំមួយសន្ទុះហើយស្រាប់តែគាត់ដើរចូលទៅក្នុងខ្ទមរបស់គាត់ទាំងដែលគាត់អត់បានងាកមុខចេញពីខ្ញុំទេអញ្ចឹងអ្នកទាំងអស់គ្នាយល់អត់ចង់ថានៅពេលដែលគេសម្លឹងមកកាន់យើងហើយគេកំពុងតែដើរបណ្ដើរគេសម្លឹងបណ្ដើរទិដ្ឋភាពនៅក្នុងអំឡុងពេលនោះផងដែរគឺពិតជាធ្វើឲ្យខ្ញុំព្រឺក្បាលខ្លាំងមែនទែនអ្នកទាំងគ្នាខ្ញុំបានដើរទៅក្បែរបងប្រុសរបស់ខ្ញុំហើយចាប់ដៃគាត់ដើម្បីឲ្យគាត់ធ្វើដំណើរទៅមុខឲ្យលឿនជាងនេះបងប្រុសរបស់ខ្ញុំគាត់ហាក់បីដូចជាដឹងថាខ្ញុំមានរឿងអ្វីកើតឡើងគាត់ក៏បានដើរទៅមុខដឹកគោឲ្យលឿនជាងនេះដូចអ្វីដែលខ្ញុំបានប្រាប់គាត់មែននៅពេលដែលទៅដល់ទីតាំងចងគោឲ្យស៊ីស្មៅហើយខ្ញុំក៏បានរៀបរាប់ថាខ្ញុំបានឃើញលោកយាយម្នាក់គាត់ទទួលកន្សែងបិទមុខឃ្លុំចិត្តតែម្ដងហើយភ្នែករបស់គាត់គឺសម្លឹងមកកាន់ខ្ញុំនៅពេលដែលក្រសែភ្នែករបស់ខ្ញុំដាក់ភ្នែកទៅសម្លឹងប៉ះចំភ្នែកគាត់គឺពិតជាធ្វើឲ្យខ្ញុំព្រឺក្បាលខ្លាំងមែនទែនដៃជើងរបស់ខ្ញុំគឺញ័រអស់ហើយពេលនោះអ្វីដែលសំខាន់មួយទៀតគឺនៅពេលដែលគាត់ដើរចូលខ្ទមគឺគាត់មិនបានងាកមុខចេញនោះទេគឺមុខរបស់គាត់នៅតែបន្តសម្លឹងមកកាន់ខ្ញុំដែលជារឿងមួយធ្វើឲ្យខ្ញុំភ័យខ្លាចខ្លាំងមែនទែននៅពេលដែលខ្ញុំបានឃើញគាត់ទិដ្ឋភាពបែបហ្នឹងពេលនោះផងដែរបងប្រុសរបស់ខ្ញុំគាត់ឮខ្ញុំរៀបរាប់ប្រាប់ដូច្នោះហើយគាត់សួរថាមូលហេតុអ្វីបានមិនហៅគាត់ឲ្យមើលផងប៉ុន្តែអ្នកទាំងអស់គ្នាពេលនោះផងដែរខ្ញុំភ័យខ្លាចខ្លាំងពេកអត់ហ៊ានប្រាប់បងប្រុសនៅពេលដែលកើតឡើងភ្លាមទេសុខចិត្តចាំទៅដល់ទីតាំងឆ្ងាយពីទីតាំងនោះគឺយើងរៀបរាប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងប្រាប់ទៅបងប្រុសឥឡូវខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសម័យរូបភាពហើយចូលទៅក្នុងទស្សនវិជ្ជាដែលខ្ញុំបានជួបបើសិនជាអ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នាគិតយ៉ាងណាខណៈពេលដែលឃើញទស្សនវិជ្ជាបែបនោះលោកយាយចាស់ម្នាក់គាត់បានឃ្លុំកន្សែងរុំចិត្តមុខសល់តែប្រឡោះភ្នែកគាត់សម្លឹងមកកាន់យើងដូចខឹងយើងតាំងតែពីពេលណាអញ្ចឹងហើយអ្វីដែលធ្វើឲ្យខ្ញុំព្រឺក្បាលព្រឺព្រួចញ័រជើងខណៈពេលនោះគឺនៅពេលដែលគាត់ដើរចូលទៅកាន់ខ្ទមរបស់គាត់វិញគឺគាត់អត់បានងាកមុខគាត់ទៅកាន់ខ្ទមទេគឺគាត់នៅតែបន្តសម្លក់សម្លឹងមកកាន់ខ្ញុំខណៈពេលដែលជើងរបស់គាត់គឺដើរទៅខ្ទមអ្នកទាំងគ្នាគឺពិតជាព្រឺព្រួយខ្លាំងមែនទែនហើយតំបន់ទីតាំងនោះផងដែរគឺពោពេញទៅដោយដើមឫស្សីគុំធំខ្លាំងមែនទែននៅព័ទ្ធជុំវិញដីនោះហើយនៅក្បែរនោះផងដែរក៏មានដើមឈើធំមានដូចជាដើមអំពិលទឹកដើមម្ជូរដើមច័ន្ទគិរីហើយសុទ្ធសឹងតែជាដើមធំរួមជាមួយនឹងដើមស្វាយផងដែរនៅក្នុងដីមួយនោះគឺដើមស្វាយពិតជាធំខ្លាំងមែនទែនអ្នកនរគ្នាដើមស្វាយអាចនឹងចូល2អោបមនុស្សចាស់ឯណោះគឺធំហើយពោពេញទៅដោយផ្លែពាសពេញដើមពេញហ្នឹងទៅប៉ុន្តែអត់មានអ្នកណាហ៊ានចូលទៅបេះស្វាយនៅទីតាំងតំបន់នោះទេបន្ទាប់មកទៀតបងប្រុសរបស់ខ្ញុំគាត់បានប្រាប់ខ្ញុំថានៅពេលល្ងាចនៅពេលដែលយើងធ្វើដំណើរត្រឡប់ទៅវិញគឺយើងអត់ធ្វើដំណើរកាត់ទៅតាមផ្លូវតូចមួយនៅក្រោយដីនោះដែលចាក់ទៅក្នុងភូមិនោះទេគឺយើងធ្វើដំណើរនៅតាមខ្នល់ជាតិលេខ5ទោះបីជាគោវារញ៉េរញ៉ៃតាមផ្លូវបន្តិចមែនប៉ុន្តែវាមិនសូវខ្លាចដូចអាផ្លូវតូចដែលយើងបានធ្វើដំណើរពីថ្ងៃនោះទេអញ្ចឹងខ្ញុំសូមកាត់រហូតមកដល់ពេលល្ងាចនៅពេលល្ងាចមកដល់ពួកខ្ញុំពីអ្នកបងប្អូនក៏បានរៀបចំដឹកគោត្រឡប់មកផ្ទះវិញអ្នកទាំងគ្នាបងប្រុសរបស់ខ្ញុំគាត់មានបំណងដឹកនៅលើផ្លូវជាតិលេខ5ពួកខ្ញុំក៏បានធ្វើអ្វីទៅតាមការសម្រេចចិត្តពីថ្ងៃគឺយើងបានដឹកគោនៅតាមខ្នល់ជាតិលេខ5មែនហើយគោយើងគឺពិតជារញ៉េរញ៉ៃពេញផ្លូវអញ្ចឹងទៅដោយសារតែគោមិនមែនមានតែមួយក្បាលទេគឺគោរបស់ខ្ញុំមាន3ក្បាល
មេគោមួយហើយនឹងកូនគោពីរអញ្ចឹងអ្នកដែលធ្លាប់មើលគោគាត់នឹងដឹងច្បាស់ហើយថាកូនគោវារពឹសប៉ុណ្ណាហើយកូនគោដែលអត់ទាន់បានដាក់កន្លោះគឺយើងត្រឹមតែយកខ្សែចងកវាធម្មតាទេដល់ពេលអញ្ចឹងទៅដល់ពេលដឹកទៅគឺវាពិបាកខ្លាំងមែនទែនវារត់ឆ្លេឆ្លាពេញខ្នល់អីចឹងទៅអញ្ចឹងទើបធ្វើឲ្យខ្ញុំពីអ្នកបងប្អូនហ្នឹងមិនសូវដឹកនៅតាមខ្នល់ជាតិទេខ្លាចវាផ្អើលទៅចូលឡានចូលគេអីចឹងណាប៉ុន្តែជំនាន់នោះគឺអត់សូវមានឡានបើកដែរយូរជក់មួយអីចឹងទៅអញ្ចឹងខ្ញុំហើយនឹងបងប្រុសសម្រេចចិត្តថាយើងដឹកនៅតាមខ្នល់ជាតិដើម្បីបញ្ជៀសពីកន្លែងទីតាំងដែលខ្ញុំបានជួបខណៈពេលដែលខ្ញុំបានដឹកគោជាមួយនឹងបងប្រុសមកស៊ីស្មៅនៅពេលថ្ងៃហ្នឹងអ្នកទាំងអស់គ្នានៅពេលដែលខ្ញុំពីអ្នកបងប្រុសកំពុងតែដឹកគោត្រឡប់មកផ្ទះវិញទៅដល់ចំណុចទីតាំងដែលបានកើតហេតុពីថ្ងៃនៅពេលដែលទៅដល់ទីតាំងនោះគឺស្រាប់តែខ្ញុំឃើញគាត់ទៀតអ្នកទាំងគ្នាគឺពិតជាចៃដន្យខ្លាំងមែនទែនខ្ញុំមិនដឹងថាគាត់នៅតែព្យាយាមគំនុំអ្វីមកកាន់ខ្ញុំទេគឺគាត់ព្យាយាមសម្លក់សម្លឹងមកកាន់ខ្ញុំដដែលប៉ុន្តែសភាពម្ដងនេះគឺពិតជាគួរឲ្យខ្លាចជាងពេលថ្ងៃទៀតអ្នកទាំងគ្នាសភាពដែលគាត់សម្លក់មកកាន់ខ្ញុំគឺដៃរបស់គាត់អត់មានកាន់អ្វីទេដៃរបស់គាត់ទម្លាក់ទាំងសងខាងឈោថ្មឹងមួយកន្លែងហាក់បីដូចជាគល់ឈើអញ្ចឹងប៉ុន្តែសភាពរបស់គាត់គឺដូចទៅនឹងពេលថ្ងៃដែលគឺគាត់រុំកន្សែងនៅលើមុខហើយនឹងក្បាលរបស់គាត់ទុកតែប្រឡោះភ្នែកទេសម្លក់សម្លឹងមកកាន់ខ្ញុំខណៈពេលដែលខ្ញុំបានឃើញដូច្នេះខ្ញុំក៏បានកេះទៅប្រាប់បងប្រុសរបស់ខ្ញុំថាគាត់សម្លឹងមកខ្ញុំទៀតហើយនៅពេលនោះផងដែរបងប្រុសរបស់ខ្ញុំគាត់បានប្រាប់ខ្ញុំថាគាត់បានឃើញហើយគាត់ក៏បានចាប់ដៃរបស់ខ្ញុំព្យាយាមដឹកគោបន្តទៅមុខទៀតអ្នកទាំងអស់គ្នាអ្វីដែលធ្វើឲ្យយើងភ័យខ្លាចអ្វីដែលយើងចង់ឃើញអ្វីដែលយើងចង់ដឹងអ្នកទាំងអស់គ្នានៅពីក្មេងប្រកាសជាដឹងហើយថាបើសិនជាយើងខ្លាចកន្លែងណាយើងមើលទៅកន្លែងនោះខ្លាំងមែនទែនខណៈពេលដែលខ្ញុំកំពុងតែខ្លាចយាយម្នាក់នឹងខ្លាំងក្រសែភ្នែករបស់ខ្ញុំតែងតែទាញខ្ញុំមើលទៅទីតាំងនោះរហូតតែម្ដងអ្វីដែលខ្ញុំបានដាក់ភ្នែកមើលទៅកាន់គាត់ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតគឺសភាពគាត់នៅឈរនៅទីតាំងតំបន់ដដែលមិនផ្លាស់ទីទៅណាទាំងអស់ហើយឈរយ៉ាងថ្មឹងតែម្ដងអ្នកទាំងគ្នាដៃរបស់គាត់គឺទម្លាក់មកក្រោមទាំងពីរមិនធ្វើមិនកាយវិការអ្វីទាំងអស់គឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនពេលនោះផងដែរខ្ញុំពិតជាងឿងឆ្ងល់ខ្លាំងមែនទែនថាមូលហេតុអ្វីបានជាគាត់បន្តសម្លក់មកកាន់ខ្ញុំម្ដងហើយម្ដងទៀតតាំងតែពីថ្ងៃរហូតមកដល់ល្ងាចគឺខ្ញុំបានជួបគាត់ចំនួន2លើកឃើញគាត់បន្តសម្លក់សម្លឹងមកកាន់ខ្ញុំដដែលអ្នកទាំងគ្នាប្រហែលជាចង់ដឹងហើយថាលោកយាយម្នាក់នោះគាត់ជានរណាគេគាត់កើតអ្វីបានមានសភាពបែបដូច្នោះអញ្ចឹងលោកយាយម្នាក់នឹងផងដែរគាត់គឺជាអាបដែលអ្នកភូមិទាំងអស់គ្នាបានសន្និដ្ឋានដូច្នេះដោយសារតែករបស់គាត់គឺមានស្នាមជុំវិញកអ្នកទាំងគ្នាស្ដាប់អត់ច្រឡំទេគឺករបស់គាត់មានស្នាមនៅជុំវិញកមានន័យថាគាត់គឺជាអាបពិតប្រាកដនេះបើតាមការសន្និដ្ឋានរបស់អ្នកភូមិគ្រប់គ្នាគឺខ្លាចរអាខ្លាំងមែនទែនទៅលើលោកយាយម្នាក់នោះដែលសភាពរបស់គាត់គឺខុសពីមនុស្សធម្មតានៅពេលដែលគាត់ដើរធ្វើដំណើរចេញទៅខាងក្រៅគឺគាត់មិនដែលនិយាយជាមួយនឹងអ្នកភូមិឬក៏មានទំនាក់ទំនងជាមួយនឹងអ្នកណានោះទេបើសិនជាគាត់ដើរទៅមុខគឺគាត់ដើរទៅមុខបើសិនជាគាត់ត្រឡប់មកក្រោយគឺគាត់ត្រឡប់មកក្រោយហាក់បីដូចជាគាត់មិនមែនជាមនុស្សធម្មតានោះទេអ្នកទាំងគ្នាមូលហេតុមួយចំនួនដែលអ្នកភូមិសន្និដ្ឋានថាគាត់គឺជាអាបទី1ដោយសារតែគេឃើញថាករបស់គាត់មានស្នាមនៅជុំវិញកទី2គឺគេឃើញផ្ទាល់ភ្នែកជាក់ស្ដែងនៅក្នុងអំឡុងពេលយប់ឡើងគឺគាត់តែងតែដកកចេញពីខ្ទមរបស់គាត់ដើម្បីទៅរកចំណីអាហារផ្សេងនៅតាមតំបន់វាលស្រែឬក៏នៅក្រោយផ្ទះអ្នកភូមិអញ្ចឹងមានន័យថាគាត់គឺជាអាប 100% តែម្ដងប៉ុន្តែនៅក្នុងសាច់រឿងទី1នេះផងដែរខ្ញុំមិនបានឃើញទិដ្ឋភាពអាបដកកអ្វីផ្សេងទេគ្រាន់តែឃើញទិដ្ឋភាពលោកយាយអាបម្នាក់ហ្នឹងគាត់បានសម្លក់សម្លឹងមកកាន់ខ្ញុំដែលជាក្មេងខ្វៀលគោដែលដើរកាត់ទីតាំងតំបន់នោះតែប៉ុណ្ណោះ
អញ្ចឹងនេះគឺជាសាច់រឿងទី1សាច់រឿងទី1គឺបានកើតឡើងចំពោះខ្លួនខ្ញុំផ្ទាល់ដែលវាធ្វើឲ្យខ្ញុំព្រឺព្រួចខ្លាំងមែនទែនខណៈពេលដែលខ្ញុំបានឃើញលោកជ័យអាបម្នាក់នោះបានសម្លក់សម្លឹងមកកាន់ខ្ញុំមិនមែនត្រឹមតែឃើញគាត់អំឡុងពេលនោះទេអ្នកនរគ្នាខ្ញុំបានឃើញគាត់ជាយូរណាស់មកហើយប៉ុន្តែសភាពរបស់គាត់គឺមិនដែលសម្លក់សម្លឹងមកកាន់ខ្ញុំដូចថ្ងៃដែលខ្ញុំបានទៅឃ្វាលគោឃើញគាត់នោះទេអ្នកនរគ្នាសាច់រឿងទី1ខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្នេះឥឡូវនេះយើងចូលទៅកាន់សាច់រឿងទី2ទាំងអស់គ្នាចំពោះសាច់រឿងទី2នេះផងដែរគឺកើតឡើងទៅលើបងប្រុសម្នាក់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលបងប្រុសម្នាក់នោះផងដែរគឺផ្ទះគាត់នៅក្នុងភូមិរបស់ខ្ញុំដូចគ្នាគ្រាន់តែថាទីតាំងផ្ទះគាត់គឺគៀកទៅនឹងទីតាំងតំបន់កើតហេតុផងដែរអញ្ចឹងបើសិនជាគិតពីផ្ទះគាត់ទៅកាន់ទីតាំងកន្លែងតំបន់កើតហេតុហ្នឹងគឺវាមានសភាពជិតជាងពីផ្ទះខ្ញុំទៅទីតាំងកើតហេតុខ្ញុំសូមធ្វើការលាក់ឈ្មោះពិតចំពោះបងប្រុសនៅក្នុងសាច់រឿងទី2យើងនេះដោយសារតែខ្ញុំសូមគាត់បកស្រាយទៅលើរឿងរ៉ាវមួយនោះគាត់ក៏បានយល់ព្រមឲ្យខ្ញុំបកស្រាយប៉ុន្តែគាត់សូមឲ្យខ្ញុំដាក់ឈ្មោះណាផ្សេងឲ្យគាត់មួយដោយមិនបានប្រាប់ឈ្មោះពិតនៅក្នុងសាច់រឿងមួយនេះអញ្ចឹងខ្ញុំសូមដាក់ឈ្មោះគាត់ថាបងរិទ្ធទៅចុះនៅក្នុងអំឡុងឆ្នាំ2006នៅក្នុងថ្ងៃមួយបងរិទ្ធជាមួយនឹងមិត្តភ័ក្តិរបស់គាត់បានបបួលគ្នាទៅដាក់បង្កាយនៅវាលស្រែមួយកន្លែងដែលគេល្បីថាមានត្រីច្រើនខ្លាំងមែនទែនអ្នកនរគ្នាខណៈពេលនោះផងដែរបងរិទ្ធជាមួយនឹងមិត្តភ័ក្តិគាត់ម្នាក់ទៀតបានធ្វើដំណើរចេញពីផ្ទះនៅពេលល្ងាចទៅហើយដើម្បីធ្វើដំណើរទៅដាក់បង្កាយនៅទីតាំងតំបន់មួយដែលវាមានសភាពឆ្ងាយពីភូមិគ្រាន់បើទីតាំងតំបន់មួយនោះគឺអ្នកភូមិមិនសូវហ៊ានទៅដាក់បង្កាយនោះទេអ្នកនរគ្នាដោយសារតែទី1វាមានសភាពឆ្ងាយពីភូមិទី2អ្នកភូមិពោពេញទៅដោយមនុស្សចាស់អត់សូវមានក្មេងវ័យជំទង់ទេដូច្នេះហើយអ្នកភូមិមួយចំនួននៅទីតាំងតំបន់នោះគឺអត់ហ៊ានសូវដើរយប់ប៉ុន្មានទេដោយសារតែខ្លាចមានរឿងរ៉ាវផ្សេងៗកើតឡើងអីចឹងទៅអញ្ចឹងក្មេងៗដែលមិនធ្លាប់ជួបរឿងរ៉ាវអមនុស្សរឿងរ៉ាវផ្សេងៗនោះគឺពួកគាត់នឹងហ៊ានហើយថាធ្វើអ្វីមួយនៅពេលយប់បើសិនជាគាត់មានគ្នា2នាក់ឬក៏3នាក់អីចឹងទៅអញ្ចឹងគឺបងរិទ្ធនិងមិត្តភ័ក្តិរបស់គាត់បានធ្វើដំណើរទៅដាក់បង្កាយនៅទីតាំងតំបន់នោះគឺឆ្ងាយពីភូមិខ្លាំងមែនទែនខណៈពេលនោះផងដែរម្ដាយរបស់គាត់ក៏បានខកដែរប៉ុន្តែដោយសារតែបងរិទ្ធជាក្មេងវ័យជំទង់គឺគាត់អត់បានស្ដាប់ទៅលើពាក្យសម្ដីរបស់ម្ដាយរបស់គាត់ទេបងរិទ្ធហើយនិងមិត្តភ័ក្តិរបស់គាត់បានធ្វើដំណើរថ្មើរជើងទៅកាន់ទីតាំងនោះនៅពេលដែលពួកគាត់ទាំងពីរនាក់ទៅដល់ទីតាំងកន្លែងដាក់បង្កាយនឹងហើយពួកគាត់បានរាយបង្កាយនៅតាមតំបន់វាលស្រែមួយចំនួននៅទីតាំងនោះបងរិទ្ធគាត់បាននិយាយរៀបរាប់ថាការរាយបង្កាយរបស់គាត់នឹងគឺប្រើរយៈពេលយូរគឺអ្នកទាំងអស់គ្នាដែលធ្លាប់ដាក់បង្កាយគឺនឹងដឹងហើយថាបើសិនជាបង្កាយរបស់យើងខ្ទង់បាទ100ទៅ200ដើមឯងគឺយើងចំណាយពេលយូរខ្លាំងមែនទែនទម្រាំតែរាយអស់អញ្ចឹងណាហើយបងរិទ្ធគាត់បាននិយាយថាគាត់មិនមែនរាយនៅក្បែរមិត្តភ័ក្តិគាត់ទេគឺរយៈចម្ងាយគឺឆ្ងាយពីគ្នាខ្លាំងមែនទេដោយសារតែយើងចែកស្រែគ្នាដើម្បីដាក់អីចឹងទៅនេះបងរិទ្ធគាត់បាននិយាយរៀបរាប់ប្រាប់ខ្ញុំហើយគណៈពេលនឹងផងដែរគឺម៉ោងកាន់តែធ្លាក់យប់ទៅគឺធ្លាក់រហូតដល់ម៉ោង9យប់ទៅហើយគណៈពេលដែលម៉ោង9យប់នោះផងដែរគឺគាត់បានរាយបង្កាយអស់ហើយគាត់ចាប់ផ្ដើមដើរមើលបង្កាយគាត់បដើថាមានត្រីណាជាប់អីចឹងទៅគាត់ដោះដាក់ចូលក្នុងការ៉ុងអីចឹងទៅហើយបន្តមកទៀតបងរិទ្ធហើយនិងបងមិត្តភ័ក្តិរបស់គាត់នឹងគឺមានរយៈចម្ងាយឆ្ងាយពីគ្នាប្រហែលជាបាទ3ទៅ400ម៉ែត្រគាត់បាននិយាយរៀបរាប់បែបហ្នឹងគឺ3-400ម៉ែត្រគឺឆ្ងាយពីគ្នាខ្លាំងមែនទែនអញ្ចឹងនៅពេលដែលពួកគាត់កំពុងតែដើរមើលបង្កាយដែលជាប់ត្រីបណ្ដើហ្នឹងគាត់ថាត្រីជាប់ច្រើនខ្លាំងមែនទែនដែលគាត់មិននឹកស្មានថាមូលហេតុអីគាត់ទៅតែដាក់មុននឹងទេប៉ុន្តែនៅពេលដែលគាត់ដើរត្រឡប់មកមើលបង្កាយក្រោយសាមីនឹងគឺស្រាប់តែឃើញត្រីជាប់ច្រើនខណៈពេលដែលបងរិទ្ធហើយនិងមិត្តភ័ក្តិរបស់គាត់កំពុងតែដើរមើលបង្កាយដោះត្រីផ្សេងហ្នឹងគាត់ក៏មានភ្លើងពិលនៅលើក្បាលម្នាក់មួយផងដែរការដើរមើលបង្កាយរបស់បងរិទ្ធហើយនិងមិត្តភ័ក្តិរបស់គាត់ទៅមកគឺធ្លាក់ម៉ោងរហូតទៅដល់ម៉ោង11យប់មិត្តភ័ក្តិបងរិទ្ធគាត់បាននិយាយថាគាត់ចង់រើបង្កាយយប់ហ្នឹងហើយធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយសារតែបានត្រីច្រើនហើយប៉ុន្តែបងរិទ្ធគាត់បានបដិសេធជាមួយនឹងមិត្តភ័ក្តិរបស់គាត់
គាត់ស្នើសុំឲ្យមិត្តភ័ក្តិរបស់គាត់ធ្វើដំណើរទៅកាន់ទីតាំងកន្លែងមួយដែលវាមានទួលហើយសម្រាប់នៅទីនោះសិនចាំព្រឹកព្រលឹមក្រោកមកសារបង្កាយហើយត្រឡប់ទៅផ្ទះវិញអញ្ចឹងមិត្តភ័ក្តិរបស់បងរិទ្ធគឺគាត់អត់បានប្រកែកជាមួយបងរិទ្ធទេគាត់បានយល់ព្រមសំណើរបស់បងរិទ្ធទៅគេងនៅលើទួលមួយហើយទួលនោះផងដែរគឺមិនមានដើមឈើធំទេគឺមានដើមឈើតូចតាចដែលដុះនៅក្បែរទួលនោះដែលជាទួលមួយសម្រាប់ទុកអង្គុយខណៈពេលបាទអ្នកស្រែគាត់មកធ្វើស្រែហត់អីចឹងទៅគាត់ដាក់ឆាត់មួយអង្គុយនៅទីតាំងនោះអីចឹងទៅនេះបើតាមការរៀបរាប់របស់បងរិទ្ធខណៈពេលនឹងផងដែរគឺបងរិទ្ធជាមួយនឹងមិត្តភ័ក្តិរបស់គាត់បានធ្វើដំណើរចេញពីកន្លែងដាក់បង្កាយទៅកាន់ទីតាំងទួលនោះដើម្បីសម្រាកនៅទីនោះរឿងរ៉ាវព្រឺព្រួចក៏បានកើតឡើងចំពោះបងរិទ្ធហើយនិងមិត្តភ័ក្តិរបស់គាត់នៅទីតាំងនេះឯងអ្នកទាំងគ្នាគឺបងរិទ្ធនៅពេលដែលគាត់បានដើរធ្វើដំណើរជាមួយនឹងមិត្តភ័ក្តិទៅដល់ទីតាំងនោះអ្វីដែលគាត់ឃើញនៅម្ខាងទួលមានន័យថាគាត់ដើរទៅពីលិចទួលហើយនៅខាងកើតទួលគឺមានភ្លើងមួយដែលកំពុងតែធ្វើអ្វីមួយយ៉ាងនៅទីតាំងខាងកើតទួលនោះនៅពេលដែលបងរិទ្ធហើយនិងមិត្តភ័ក្តិរបស់គាត់ឃើញភ្លើងមួយនោះហើយគឺពួកគាត់ទាំងពីរនាក់ព្យាយាមស្ងាត់មាត់មិននិយាយអ្វីទាំងអស់អ្នកទាំងគ្នាហើយពួកគាត់ក៏បានលបទៅមើលភ្លើងមួយនោះផងដែរភ្លើងមួយនោះគឺនៅខាងកើតទួលអ្វីដែលបងរិទ្ធហើយនិងមិត្តភ័ក្តិរបស់គាត់ឃើញគឺគាត់មើលពីខាងលិចទួលទៅឃើញភ្លើងជះមកបន្តិចប៉ុន្តែការឈររបស់គាត់នឹងគឺមិនមែនគៀកទួលទេអ្នកទាំងគ្នាឈរប្រហែលជាចម្ងាយ10ទៅ15ម៉ែត្រពីទួលដល់ពេលអញ្ចឹងទៅគឺគាត់សលឹងទៅផ្ទៃរបស់ទួលនឹងទៅឃើញថាភ្លើងវាបានជះពីខាងលិចទួលមកខណៈពេលដែលបងរិទ្ធជាមួយនឹងមិត្តភ័ក្តិរបស់គាត់ព្យាយាមដើរទៅមុខម្ដងបន្តិចដោយសារតែបងរិទ្ធគាត់ឆ្ងល់ថាភ្លើងនោះគឺជាភ្លើងអ្វីដែលពួនសំងំនៅខាងកើតទួលអ្នកទាំងអស់គ្នារឿងរ៉ាវមួយដែលបានកើតឡើងចំពោះបងរិទ្ធធ្វើឲ្យបងរិទ្ធឈឺជ្រុះសក់គឺនៅពេលដែលបងរិទ្ធដើរទៅគៀកទៅនឹងទួលនោះហើយស្រាប់តែអាបវាហោះចេញមកអ្នកទាំងអស់គ្នាគឺពិតជាព្រឺខ្លាំងមែនទែននៅពេលដែលអាបហោះចេញមកគឺជាអាបមនុស្សចាស់មុខជ្រាវជ្រួញគួរឲ្យខ្លាចហើយមានសក់វែងអន្លាយរួមជាមួយនឹងពោះវៀនពោះតាំងរញ៉េរញ៉ៃពេញនឹងធ្វើឲ្យបងរិទ្ធកាំងស្ដោកមួយកន្លែងខណៈពេលដែលមិត្តភ័ក្តិរបស់គាត់រត់បានប៉ុន្មានជំហានទៅមុខហើយបងរិទ្ធគាត់បាននិយាយរៀបរាប់ថាការភ័យខ្លាចរបស់គាត់គឺធ្វើឲ្យគាត់ញ័រខ្លួនប្រាណខ្លាំងមែនទែនហើយគាត់មិនអាចធ្វើចលនាផ្លាស់ទីបានភ្លាមនោះទេខណៈពេលដែលគាត់ឃើញមុខគេឡើងច្បាស់តែម្ដងជាមួយនឹងមាត់របស់គេគឺពោពេញទៅដោយឈាមអ្នកទាំងគ្នាការសន្និដ្ឋានរបស់បងរិទ្ធគឺនៅពេលនោះគេកំពុងតែស៊ីអ្វីមួយយ៉ាងដូចជាកណ្ដោឬក៏ស៊ីសត្វអ្វីផ្សេងអីចឹងទៅនេះបើតាមការរៀបរាប់របស់បងរិទ្ធអ្នកទាំងអស់គ្នាយើងសាកសម័យរូបភាពបើសិនជាយើងជាបងរិទ្ធខណៈពេលដែលយើងកំពុងតែព្យាយាមសម្លឹងអ្វីមួយយ៉ាងហើយយើងកំពុងតែលបដើរទៅទីតាំងកន្លែងនោះស្រាប់តែគេលេចចេញមកគឺជារូបរាងអាបដែលមានត្រឹមតែពោះវៀនពោះតាំងជាមួយនឹងសក់អន្ទេតែមុខមនុស្សចាស់ទៀតអ្នកទាំងគ្នាហើយមាត់ពោពេញទៅដោយឈាមអូបាទពិតជាពិបាកសម័យខ្លាំងមែនទែនបើសិនជាបងរិទ្ធវិញគឺកាំងស្ដោកដោយបងរិទ្ធដែរហើយបងរិទ្ធគាត់បានរៀបរាប់ថាមិត្តភ័ក្តិរបស់គាត់គឺអត់បោះបង់គាត់ចោលទេខណៈពេលដែលគេកំពុងតែរត់ទៅមុននោះគេបានគិតថាបងរិទ្ធកំពុងតែរត់ក្រោយទៅតាមពីក្រោយប៉ុន្តែនៅពេលដែលមិត្តភ័ក្តិបងរិទ្ធនឹងគាត់ងាកមកក្រោយវិញគឺឃើញថាបងរិទ្ធនៅឈរកាំងម្នាក់ឯងនៅចំពីមុខទួលមួយនោះទើបធ្វើឲ្យបាទមិត្តភ័ក្តិបងរិទ្ធគាត់វិលត្រឡប់មកវិញទាំងភ័យខ្លាចបាទបានមកយកបងរិទ្ធចេញពីទីតាំងនោះខណៈពេលដែលមិត្តភ័ក្តិបងរិទ្ធបាទវិលត្រឡប់មកវិញនោះគឺមិត្តភ័ក្តិបងរិទ្ធឃើញថាអាបមួយនោះបានហោះសំដៅវិលត្រឡប់ទៅក្នុងភូមិវិញទៅប៉ែកខាងត្បូងអញ្ចឹងអ្នកនរគ្នានៅពេលដែលគាត់សន្និដ្ឋានគណៈពេលនោះគឺអាបមួយនោះគឺជាលោកយាយដែលខ្ញុំបានឃើញនោះឯងដោយសារតែផ្ទះរបស់គាត់គឺនៅខាងត្បូងនៃតំបន់កើតហេតុនៅលើទួលដែលបងរិទ្ធគាត់បានជួបយាយអាបហ្នឹងខណៈពេលហ្នឹងផងដែរគឺបងរិទ្ធដៃជើងរបស់គាត់មិនទាន់រឹងស្រួលបួលទេដោយសារតែភាពភ័យខ្លាចរបស់គាត់ខ្លាំងពេកធ្វើឲ្យស្មារតីរបស់គាត់បានធ្លាក់ចុះហើយការពង្រឹងស្មារតីរបស់គាត់គឺធ្វើមិនបានទេ
ខណៈដែលមិត្តភ័ក្តិរបស់គាត់នៅមានស្មារតីល្អគាត់បានគ្រាបង្រិតបាទដើរពីទីតាំងកន្លែងកើតហេតុនៅក្នុងអំឡុងម៉ោងប្រហែល11ទៅ12យប់គឺធ្វើដំណើរវិលត្រឡប់មកកាន់ផ្ទះវិញអ្នកនរគ្នាទាំងដែលត្រីការុងនិងបង្កាយផ្សេងទៀតនោះគឺទុកចោលនៅទីតាំងនោះទាំងអស់តែម្ដងនៅពេលដែលពួកគាត់បានធ្វើដំណើរមកកាន់ផ្ទះរបស់គាត់ធ្វើដំណើរមកដល់ផ្ទះហើយម្ដាយរបស់គាត់ភ័យខ្លាំងមែនទែនសួរថាបងរិទ្ធកើតអីចេះមួយចុះមួយចឹងទៅមិត្តភ័ក្តិរបស់គាត់បានរៀបរាប់តាមដំណើរដំណងទៅលើសាច់រឿងដែលបងរិទ្ធហើយនិងមិត្តភ័ក្តិរបស់គាត់បានជួបខណៈពេលនោះផងដែរម្ដាយរបស់គាត់ខឹងបងរិទ្ធខ្លាំងមែនទែនទាំងដែលម្ដាយរបស់គាត់បានប្រាប់ហើយថាគាត់មិនអោយទៅទីតាំងនោះទេប៉ុន្តែបងរិទ្ធនៅតែជំនះម្ដាយរបស់គាត់ទៅទីតាំងនោះទាល់តែបានហើយនៅពេលដែលរឿងរ៉ាវកើតឡើងអញ្ចឹងហើយម្ដាយរបស់គាត់ក៏បានខឹងសម្បាទៅកាន់គាត់ខ្លាំងផងដែរហើយបងរិទ្ធនៅពេលនោះគាត់បានរៀបរាប់ថាគាត់ភ័យបាទឈឺធ្ងន់ស្ទើរតែជ្រុះសក់ទៅហើយគាត់នៅតែចងចាំទិដ្ឋភាពនៅពេលដែលគាត់ឃើញមុខគេរួមជាមួយនឹងមាត់របស់គេពោពេញទៅដោយឈាមបាទសក់អន្ទេអន្តាយមានតែពោះវៀនពោះតាំងហោះចេញមកធ្លោអញ្ចឹងណាអញ្ចឹងទិដ្ឋភាពទាំងអស់ហ្នឹងគឺធ្វើឲ្យបងរិទ្ធដកជាប់នៅក្នុងកែវភ្នែករបស់គាត់ភ័យខ្លាចទម្រាំតែគាត់បាត់ខ្លាចអស់រយៈពេលជាច្រើនខែខ្លាំងមែនទែនទម្រាំតែគាត់បំភ្លេចទៅរឿងរ៉ាវមួយនឹងបាននៅពេលព្រឹកម៉ោងប្រហែល7ព្រឹកមិត្តភ័ក្តិរបស់បងរិទ្ធបានមកបបួលបងរិទ្ធដើម្បីធ្វើដំណើរទៅកាន់ទីតាំងកើតហេតុដើម្បីយកនៅសម្ភារៈបង្កាយហើយនឹងការុងត្រីត្រឡប់មកផ្ទះវិញពេលនោះផងដែរបងរិទ្ធអង្គុយគិតមួយសន្ទុះក៏សម្រេចចិត្តថាធ្វើដំណើរទៅជាមួយមិត្តភ័ក្តិដើម្បីយកសម្ភារៈត្រឡប់មកផ្ទះវិញនៅពេលដែលបងរិទ្ធហើយនិងមិត្តភ័ក្តិរបស់គាត់ធ្វើដំណើរទៅដល់ទីតាំងនោះបងរិទ្ធអត់ទាន់បានសារបង្កាយទេបងរិទ្ធមានអារម្មណ៍ថាឆ្ងល់ខ្លាំងមែនទែនថាតើនៅក្រោយដំបូកនោះអាបមួយនោះកំពុងតែធ្វើអ្វីខណៈពេលដែលគាត់បានជួបនៅអំឡុងពេលយប់ពេលនោះផងដែរបងរិទ្ធបបួលមិត្តភ័ក្តិរបស់គាត់ទៅមើលទីតាំងក្រោយទួលនោះនៅពេលដែលបងរិទ្ធទៅមើលទីតាំងក្រោយទួលនោះគឺឃើញអ្វីដែលបងរិទ្ធគិតមិនខុសនោះទេអ្នកនរគ្នាគឺមានសត្វកណ្ដុរហើយនឹងត្រីងាប់ស្អុយរលួយច្រើនខ្លាំងមែនទែននៅកន្លែងនោះទាំងដែលបងរិទ្ធឆ្ងល់ខ្លាំងមែនទែនថាតើអាបមួយនោះគេចាប់ត្រីចាប់កណ្ដុរដោយរបៀបណាយកមកស៊ីនៅទីតាំងទួលមួយនេះអ្នកទាំងគ្នាសាច់រឿងរបស់បងរិទ្ធគឺពិតជាព្រឺព្រួយខ្លាំងមែនទែនហើយការសន្និដ្ឋានរបស់បងរិទ្ធគឺទៅកាន់លោកយាយម្នាក់ដែលរស់នៅក្នុងខ្ទមនៅក្នុងដីគេទុកចោលធំមួយដែលពោពេញទៅដោយដើមឈើដុះជុំវិញស៊ុបទ្រុបដែលជាលោកយាយនៅក្នុងសាច់រឿងទី1ខ្ញុំបានរៀបរាប់ថាគាត់សម្លក់សម្លឹងមុខខ្ញុំនឹងឯងអ្នកទាំងគ្នាអញ្ចឹងមានន័យថាលោកយាយម្នាក់ហ្នឹងគាត់គឺជាអាប 100% តែម្ដងដោយសារតែអ្នកភូមិផ្សេងទៀតបានឃើញអាបហោះចេញពីទីតាំងតំបន់ដីទុកចោលឬក៏ខ្ទមមួយកណ្ដាលដីទុកចោលនឹងឯងប៉ុន្តែអ្នកភូមិមួយចំនួនផ្សេងទៀតចំនួននោះអត់មានទូរស័ព្ទថតទេអ្នកទាំងគ្នាបើសិនជាមានទូរស័ព្ទថតអ្នកភូមិទាំងអស់ប្រកាសជាទាញទូរស័ព្ទមកថតជាក់ជាមិនខានប៉ុន្តែដោយការនិយាយផ្ទាល់មាត់អ្នកខ្លះក៏ជឿអ្នកខ្លះក៏មិនជឿជាក់ស្ដែងដោយបងរិទ្ធក៏ដោយបងរិទ្ធគាត់អត់ជឿថាមានអាបនោះទេទោះបីជាអ្នកភូមិនិយាយរឿងរ៉ាវតាក់ទងទៅនឹងអ្វីដែលគេឃើញអាបក៏ដោយក៏បងរិទ្ធក៏អត់ជឿដែរប៉ុន្តែនៅពេលដែលគាត់ឃើញអាបជាក់ស្ដែងផ្ទាល់ភ្នែកគាត់អ្នកនរគ្នាគឺឈឺចង់ជ្រុះសក់ទៅហើយអ្វីដែលបងរិទ្ធគាត់ជួបគឺពិតជាសាហាវខ្លាំងមែនទែនខណៈពេលដែលគាត់កំពុងតែលោបទៅមើលគេលេងស្រាប់តែគេស្ទុះហោះចេញមកអ្នកនរគ្នាពិបាកសម័យរូបភាពខ្លាំងមែនទែនបើសិនជាយើងជាបងរិទ្ធធានា 100% គឺកាំងស្ដុកដូចបងរិទ្ធដែរនេះគឺជាសាច់រឿងទី2ដែលបានកើតឡើងចំពោះបងរិទ្ធគឺពិតជាសាហាវខ្លាំងមែនទែនហើយខ្ញុំសូមបញ្ចប់សាច់រឿងទី2ត្រឹមតែប៉ុណ្ណេះយើងឈានចូលទៅកាន់សាច់រឿងទី3ទាំងអស់គ្នាចំពោះសាច់រឿងទី3នេះផងដែរគឺជាសាច់រឿងមួយដែលបានកើតឡើងនៅទីតាំងដីដែលទុកចោលនៅក្នុងសាច់រឿងទី1អ្នកទាំងគ្នាអញ្ចឹងទីតាំងកន្លែងនោះផងដែរគឺដូចអ្វីដែលខ្ញុំបានបញ្ជាក់គឺមានដើមឈើធំជាច្រើនហើយដីនៅទីតាំងតំបន់នោះគឺមិនតូចនោះទេ
បើសិនជាយើងគិតទៅប្រហែលជា2ហិកតានោះអ្នកនរគ្នា2ហិកតាគឺមានន័យថា200ម៉ែត្រ4ជ្រុងហើយបរិវេណនៅក្នុងដីទាំងមូលគឺពោពេញទៅដោយស្មៅហើយនឹងដើមឈើតូចធំដុះស៊ុបទ្រុបខ្លាំងមែនទែនបើសិនជាយើងឈរក្រឡេកមើលទៅកាន់ទីតាំងដីនោះគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនអ្នកនរគ្នាឥឡូវយើងចូលទៅកាន់សាច់រឿងពិស្ដារនៅក្នុងសាច់រឿងទី3ទាំងអស់គ្នាសាច់រឿងទី3នេះផងដែរគឺកើតឡើងទៅលើពូម្នាក់ដែលរស់នៅក្នុងភូមិមិនឆ្ងាយពីផ្ទះរបស់ខ្ញុំប៉ុន្មានទេអញ្ចឹងខ្ញុំសូមហៅគាត់ថាពូធីដោយសារតែគាត់សុំមិនបញ្ចេញឈ្មោះខ្ញុំសូមហៅគាត់ថាពូធីទៅចុះពូធីនៅក្នុងថ្ងៃមួយគាត់បានដើរកាត់នៅទីតាំងតំបន់នោះនៅទីតាំងតំបន់ដែលកើតហេតុដូចអ្វីដែលខ្ញុំបានបញ្ជាក់នៅក្នុងសាច់រឿងទី1ពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាចងចាំហើយគឺមានដើមស្វាយដើមម្ជូរដើមអំពិលទឹកដើមចន្ទគិរីដុះច្រើនខ្លាំងមែនទែននៅក្នុងបរិវេណដីមួយនោះថ្ងៃមួយពូធីបានដើរកាត់តំបន់នោះគាត់បានឃើញផ្លែស្វាយនៅក្នុងបរិវេណដីមួយនោះដោយដីនោះផងដែរគឺអត់មានរបងទេអ្នកនរគ្នាអញ្ចឹងបើសិនជាយើងធ្វើការចូលគ្រាន់តែថាចូលទៅវាទៅស្មៅទៅដើមកត្រាំងខែតដើមស្បូវឃ្លាំងស្បូវអីតិចតួចទេប៉ុន្តែយើងអាចធ្វើដំណើរចូលទៅបានគ្រាន់តែវារៀងស្ដុកបន្តិចអញ្ចឹងណាថ្ងៃមួយនោះគឺពូធីគាត់បានដើរកាត់តំបន់មួយហ្នឹងហើយគាត់បានក្រឡេកទៅឃើញស្វាយទុំច្រើនខ្លាំងមែនទែននៅក្នុងបរិវេណដីមួយហ្នឹងនៅពេលដែលគាត់ព្យាយាមចូលទៅបេះគាត់នឹកឃើញថាគាត់នឹងបេះយកផ្ញើប្រពន្ធរបស់គាត់នៅផ្ទះអ្នកនរគ្នារឿងរ៉ាវដែលបានកើតឡើងនៅទីតាំងតំបន់នោះធ្វើឲ្យពូធីគាត់ចងចាំគឺមិនមែនជារឿងរ៉ាវអាបនោះទេគឺជារឿងរ៉ាវខ្មោចដែលគាត់ឃើញនៅចំកណ្ដាលថ្ងៃត្រង់តែម្ដងទីតាំងកន្លែងហ្នឹងគឺស្ងាត់ខ្លាំងមែនទែនសឹងតែគ្មានមនុស្សដើរកាត់ក្នុងមួយថ្ងៃម្នាក់គឺសឹងតែគ្មានមនុស្សដើរកាត់ផងអ្នកនរគ្នាអញ្ចឹងមានន័យថាវាស្ងាត់ហើយអត់សូវមានមនុស្សទៅទីតាំងនោះទេអញ្ចឹងខណៈពេលដែលពូធីគាត់ដើរហ្នឹងគាត់មិនមែនដើរតាមផ្លូវជាតិទេគឺគាត់ដើរតាមផ្លូវក្រោយដែលជាផ្លូវចាក់ចូលទៅក្នុងភូមិហើយអត់មានផ្ទះប្រជាពលរដ្ឋទេនៅតាមដងផ្លូវហ្នឹងខណៈពេលដែលពូធីគាត់កំពុងតែបេះស្វាយរឿងរ៉ាវព្រឺព្រួចមួយក៏បានកើតឡើងចំពោះពូធីដែលធ្វើឲ្យពូធីភ័យខ្លាចខ្លាំងមែនទែនគាត់កំពុងតែបេះស្វាយគឺមានដើមម្ជូរមួយនៅចំពីក្រោយខ្នងគាត់ដែលមានចម្ងាយបើសិនជាគិតចម្ងាយពីគាត់ទៅដើមម្ជូរនោះប្រហែលជា10ម៉ែត្រអ្នកនរគ្នាអញ្ចឹងដើមម្ជូរមួយនឹងផងដែរមានសភាពធំហើយបែកមែកសាខាអ្វីដែលគាត់បានជួបខណៈគាត់កំពុងតែបេះស្វាយលេងស្រាប់តែលឺធ្លាក់ក្ដុកអ្នកនរគ្នាពូធីក៏បានរៀបរាប់ថាសំឡេងដែលធ្លាក់នោះគឺមិនមែនសំឡេងដែលធ្លាក់ផ្លែស្វាយឬក៏ជាសំឡេងធ្លាក់ផ្លែម្ជូរនោះទេប៉ុន្តែសំឡេងដែលគាត់ឮនោះគឺជាសំឡេងមួយហាក់បីដូចជាមានសត្វអ្វីមួយយ៉ាងធ្លាក់ពីលើដើមអំពិលនៅក្រោយខ្នងគាត់អ្នកទាំងគ្នាខណៈពេលដែលពូធីងាកទៅក្រោយដើម្បីមើលថាសំឡេងអ្វីធ្លាក់អ្នកទាំងគ្នាដឹងថាពូធីឃើញអ្វីអត់គឺពូធីគាត់ស្លន់ស្លោភ័យខ្លាចខ្លាំងមែនទែនខណៈនៅពេលដែលគាត់ងាកទៅក្រោយដើម្បីមើលថាសំឡេងអ្វីបានធ្លាក់ស្រាប់តែពូធីគាត់ឃើញខ្មោចស្រីម្នាក់សក់វែងខ្លាំងមែនទែនដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅអ្នកទាំងគ្នាមិនមែនស្លៀកសម្លៀកបំពាក់ពណ៌សទេគឺពូធីគាត់ឃើញខ្មោចស្រីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅសក់វែងខ្លាំងមែនទែនឈរនៅជាប់ដើមអំពិលមួយនោះពូធីនៅពេលនឹងផងដែរគឺកណ្ដាលថ្ងៃត្រង់គាត់នៅម្នាក់ឯងស្ងប់ស្ងាត់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាសាកសម័យរូបភាពមើលខណៈពេលដែលគាត់កំពុងតែនៅម្នាក់ឯងឮសំឡេងមួយធ្លាក់ក្ដុកដែលជាសំឡេងធ្លាក់មួយយ៉ាងធ្ងន់នៅពេលដែលពូធីគាត់បានងាកក្រោយក្រឡេកទៅមើលទីតាំងតំបន់នោះលេងស្រាប់តែឃើញខ្មោចស្រីម្នាក់សក់វែងអន្លាយបាទស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅឈរនៅជាប់ដើមអំពិលគឺពិតជាព្រឺព្រួចខ្លាំងមែនទែនពូធីគាត់បាននិយាយរៀបរាប់ថាជង្គង់របស់គាត់គឺទន់អស់ហើយគឺគាត់ព្យាយាមផ្លាស់ទីពីទីតាំងនោះរត់ចេញគឺរត់អត់រួចទៀតអ្នកទាំងគ្នាពូធីគាត់បាននិយាយរៀបរាប់ថាគេបង្ហាញខ្លួនប្រហែលជា3នាទីទេគេក៏បានរលាយបាត់ស្រមោលទៅខណៈពេលនោះផងដែរពូធីគាត់ចាប់ផ្ដើមសវេសវ៉ាធ្វើម៉េចចេញពីតំបន់នោះឲ្យបាន
ទាំងដែលស្វាយគាត់បានបេះហ្នឹងគឺគាត់អត់យកទេអ្នកទាំងគ្នាគាត់ធ្វើមិនរត់ឲ្យតាមរួចខ្លួនចេញពីតំបន់នោះពុធីគាត់បានរត់ចេញមកគឺសភាពដែលគាត់មានពេលនោះគឺគាត់ភ័យខ្លាចខ្លាំងមែនទែនចំពោះខ្មោចស្រីដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅពុធីបានឃើញខណៈពេលដែលគាត់កំពុងតែបេះស្វាយអ្នកទាំងគ្នាពិតជាព្រឺព្រួយខ្លាំងមែនទែនយើងកំពុងតែបេះស្វាយលេងស្រាប់ទៅលឺអីមួយនៅក្រោយខ្នងធ្លាក់ក្ដុកហើយវាសំឡេងធ្ងន់ណាអញ្ចឹងយើងដឹងហើយថាសំឡេងហ្នឹងមិនមែនជាសំឡេងស្វាយឬក៏សំឡេងផ្លែម្ជូរធ្លាក់ទេវាអាចនឹងជាសត្វអ្វីមួយដែលវាមានទម្ងន់ធ្ងន់ធ្លាក់មកលេងស្រាប់តែងាកទៅអ្នកទាំងគ្នាខ្ញុំនិយាយបដាព្រឺក្បាលបដាបើសិនជាយើងនៅក្នុងស្ថានភាពពុធីមិនដឹងថាភ័យខ្លាចប៉ុណ្ណាទេអ្នកទាំងគ្នាហើយពុធីក៏រៀបរាប់ថាគាត់ភ័យខ្លាំងមែនទែនខណៈពេលដែលជួបគេនឹងហើយគាត់ធ្លាប់តែជួបរឿងរ៉ាវអមនុស្សពីមុនមកគឺគាត់ជួបបាទ2-3នាក់នៅក្បែរនឹងអីចឹងណាលក្ខណៈថាគាត់មានគ្នា2-3នាក់នៅក្បែរខ្លួនគាត់ហើយគាត់ជួបទៅលើរឿងរ៉ាវអមនុស្សប៉ុន្តែខណៈពេលដែលគាត់ជួបនៅក្នុងសាច់រឿងទី3ដែលខ្ញុំលើកឡើងនៅក្នុងអេពីសូតទី8នេះគឺគាត់នៅម្នាក់ឯងនៅទីតាំងកន្លែងស្ងប់ស្ងាត់ខ្លាំងមែនទែនហើយគាត់ជួបទៅលើរឿងរ៉ាវអមនុស្សហើយខ្មោចមួយហ្នឹងខ្ញុំក៏អាចសន្និដ្ឋានបានដែរថាជាខ្មោចធម្មតាឬក៏ជាព្រាយហើយសូម្បីតែពុធីក៏គាត់និយាយថាខ្មោចដែរគាត់អត់ដឹងថាជាខ្មោចធម្មតាឬក៏ព្រាយទេដែលគេស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅហើយពេលនឹងផងដែរពុធីក៏បាននិយាយរៀបរាប់ថាខ្មោចស្រីម្នាក់ហ្នឹងគឺបែរមុខមកកាន់គាត់ប៉ុន្តែគាត់មើលអត់ឃើញមុខគេទេអ្នកទាំងគ្នាគឺព្រាលហ្មងគឺព្រាលបែបដែលគេថាស្អាប់ព្រាលមើលអត់ឃើញអានេះបើតាមអ្វីដែលពុធីគាត់រៀបរាប់ប្រាប់ណាអញ្ចឹងខ្ញុំក៏បានឮពីចាស់មួយចំនួនផងដែរថាខ្មោចបើសិនជាគេលងយើងពេលខ្លះគេអត់បង្ហាញមុខថាឲ្យដឹងថាគេជានរណាឬក៏យ៉ាងម៉េចខ្ញុំអត់ដឹងថាមូលហេតុអីបានមានការលងបន្លាចបែបហ្នឹងទេប៉ុន្តែនៅក្នុងសាច់រឿងរបស់ពុធីក៏ដូចទៅនឹងអ្វីដែលចាស់មួយចំនួនគាត់បានរៀបរាប់ដែរគឺខ្មោចអត់បង្ហាញមុខទេអ្នកទាំងគ្នាព្រាលខ្លាំងមែនទែនអញ្ចឹងនេះគឺជាសាច់រឿងទី3ដែលបានកើតឡើងចំពោះពុធីហើយខ្ញុំសូមបញ្ចប់សាច់រឿងទី3ត្រឹមតែប៉ុណ្ណេះនៅក្នុងអេពីសូតទី8សាច់រឿងទី1ទី2ទី3ខ្ញុំបានរៀបរាប់ហើយអញ្ចឹងយើងចូលទៅកាន់សាច់រឿងទី4ទាំងអស់គ្នាដែលជាសាច់រឿងចុងក្រោយគេបង្អស់នៅក្នុងអេពីសូតទី8មួយនេះសាច់រឿងទី4នេះផងដែរគឺជាសាច់រឿងមួយដែលខ្ញុំបានជួបផ្ទាល់ខ្លួនឯងហើយសាច់រឿងទី4នេះផងដែរគឺវាកើតឡើងនៅក្នុងអំឡុងឆ្នាំ2007អ្នកទាំងគ្នានៅក្នុងអំឡុងឆ្នាំ2007នៅក្នុងថ្ងៃមួយខ្ញុំចាំបានថាខ្ញុំបានជិះកង់ពណ៌ក្រហមរបស់ខ្ញុំធ្វើដំណើរទៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំដែលមានចម្ងាយឆ្ងាយពីផ្ទះរបស់ខ្ញុំគួរសមដែរហើយការធ្វើដំណើរហ្នឹងគឺធ្វើដំណើរឆ្លងកាត់ទីតាំងតំបន់ដីទុកចោលដែលមានខ្ទមបាទយាយអាបរស់នៅហ្នឹងសាច់រឿងពិស្ដារនៅពេលដែលខ្ញុំធ្វើដំណើរជិះកង់ទៅដល់ទីតាំងមួយដែលមានប្រវែងប្រហែលជា100ម៉ែត្រទៀតទៅដល់ទីតាំងផ្ទះយាយអាបហ្នឹងអញ្ចឹងមានន័យថាទីតាំងដែលខ្ញុំបានកំពុងតែឈប់កង់ហ្នឹងគឺជាទីតាំងដីដែលទុកចោលនឹងដូចគ្នាគ្រាន់តែពេលនោះគឺខ្ញុំជិះកង់នៅលើផ្លូវជាតិអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាប្រហែលជាចាំហើយផ្លូវជាតិមួយខាងផ្លូវធម្មតាចាក់ចូលទៅក្នុងភូមិមួយខាងផ្លូវធម្មតាហ្នឹងគឺនៅខាងក្រោយដីហើយផ្លូវជាតិគឺនៅខាងមុខដីហើយដីហ្នឹងមានប្រវែង2ហិកតាអញ្ចឹងមានន័យថាខ្ញុំនៅក្នុងអំឡុងមហិកតាដំបូងគឺខ្ញុំឈប់កង់នៅទីតាំងនោះទៅសល់100ម៉ែត្រទៀតគឺទៅដល់ទីតាំងផ្លូវចូលទៅកាន់ខ្ទមយាយអាបហ្នឹងនៅពេលហ្នឹងផងដែរអ្វីដែលខ្ញុំឃើញគឺខ្ញុំបានឃើញក្អមមួយអ្នកទាំងគ្នាក្អមមួយហ្នឹងផងដែរមានសភាពចាស់ហើយមានគម្របគ្របបិទចិត្តរួមជាមួយនឹងក្រណាត់ក្រហមគ្របពីលើមាត់ក្អមអ្នកទាំងគ្នាខ្ញុំមិនដឹងថាក្អមនឹងគឺជាក្អមអ្វីទេខណៈពេលដែលខ្ញុំកំពុងតែជិះកង់ក្រឡេកទៅមើលក្អមមួយនឹងឃើញសភាពបែបហ្នឹងហើយខ្ញុំក៏ឈប់នៅក្មេងខ្ញុំអត់ដឹងថាបាទវាគួរឲ្យខ្លាចប៉ុណ្ណាទេខណៈពេលដែលខ្ញុំឈប់ហើយទៅបើកក្អមនឹងមើលអ្នកទាំងអស់គ្នាដោយការងឿងឆ្ងល់ថាក្នុងក្អមនឹងជាអ្វីខ្ញុំក៏បានឈប់កង់ហើយបើកមើលបន្ទាប់ពីខ្ញុំបានបើកគម្របក្អមនោះហើយខ្ញុំឃើញក្រណាត់ក្រហមមួយតង់ទៀតនៅក្នុងក្អមនោះនៅពេលដែលខ្ញុំយកក្រណាត់ក្រហមនឹងចេញមកមានអ្វីមួយយ៉ាងនៅក្នុងក្រណាត់ក្រហមនឹងដែលគេចងខ្សែនៅពេលដែលខ្ញុំខ្សែក្រណាត់ក្រហមនឹងចេញមកអ្នកទាំងអស់គ្នាដឹងខ្ញុំឃើញអ្វីអត់គឺខ្ញុំឃើញសុទ្ធសឹងតែឆ្អឹងខ្មោចទាំងអស់អ្នកទាំងអស់គ្នារឿងមួយដែលបានកើតឡើងចំពោះខ្ញុំខណៈពេលនោះគឺនៅម៉ោង5ល្ងាចនៅពេលដែលខ្ញុំបានបើកក្អមនោះហើយ
ហើយបើក្រណាត់ក្រហមមួយតង់ទៀតឃើញថាសុទ្ធសឹងតែឆ្អឹងខ្មោចរឿងរ៉ាវមួយដែលបានកើតឡើងចំពោះខ្ញុំគឺធ្វើឲ្យខ្ញុំព្រឺព្រួយខ្លាំងមែនទែនអ្នកនរគ្នានៅពេលដែលបើកហើយស្រាប់តែខ្លួនប្រាណរបស់ខ្ញុំព្រឺរោមខ្លាំងទៅហើយខ្ញុំមានអារម្មណ៍ថាអ្វីមួយយ៉ាងកំពុងតែចេញពីក្អមនោះអ្នកទាំងអស់គ្នានេះគឺជារឿងរ៉ាវពិតដែលបានកើតឡើងចំពោះខ្ញុំហើយអារម្មណ៍របស់ខ្ញុំនៅពេលនោះខ្ញុំមានអារម្មណ៍ថាដឹងថាអ្វីមួយកំពុងតែចេញពីក្អមមួយនោះអ្នកទាំងអស់គ្នាធ្លាប់ឮគេថាមនុស្សយើងមានញៀនអត់អញ្ចឹងមនុស្សយើងមានញៀនគ្រប់គ្នាញៀនមួយនោះផងដែរគឺញៀនប្រាប់មុនឬក៏ញៀនដឹងអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅជុំវិញខ្លួនយើងជាពិសេសពពួកអមនុស្សឬក៏ពពួកខ្មោចព្រាយបិសាចនឹងបើសិនជាវានៅក្បែរខ្លួនយើងគឺធ្វើឲ្យខ្លួនយើងបះរោមព្រឺព្រួយតែម្ដងនឹងគេហៅថាញៀនយើងដឹងថាពពួកនឹងនៅក្បែរខ្លួនយើងអីចឹងណានេះបើតាមចាស់មួយចំនួនគាត់បានរៀបរាប់អញ្ចឹងពេលនឹងផងដែរខ្ញុំមានអារម្មណ៍បែបនឹងអ្នកនរគ្នាគឺខ្ញុំមានអារម្មណ៍ថាអ្វីមួយចេញពីក្អមនឹងហើយឈរនៅក្បែរខ្ញុំប៉ុន្តែខណៈពេលនឹងខ្ញុំអត់មានបានឃើញអីទេខ្ញុំឃើញតែឆ្អឹងខ្មោចនៅក្នុងក្រណាត់ក្រហមដែលគេខ្ចប់ដាក់ចូលទៅក្នុងក្អមនឹងទេអ្នកនរគ្នាហើយខ្ញុំអត់ដឹងផងដែរថាឆ្អឹងខ្មោចដែលគេខ្ចប់បាទនៅក្នុងក្រណាត់ក្រហមគេដាក់ទៅចូលទៅក្នុងក្អមហ្នឹងក្នុងគោលបំណងអ្វីគេដាក់ដើម្បីអ្វីពិធីអ្វីខ្ញុំអត់ដឹងប៉ុន្តែគេយកទៅបោះចោលនៅទីតាំងតំបន់ដីទុកចោលហ្នឹងហើយខ្ញុំជីកង់កាត់តំបន់ហ្នឹងក៏ឃើញថាប្លែកអីចឹងណាអញ្ចឹងក៏កូនក្មេងចង់ដឹងចង់ឮចង់ឃើញអីចឹងថាឃើញអីប្លែកចឹងចេះចង់ដឹងទៅបើកមើលអ្នកនរគ្នាអើយសិតតែឆ្អឹងខ្មោចតែម្ដងនេះគឺជាសាច់រឿងទី4ដែលបានកើតឡើងចំពោះខ្ញុំហើយរហូតមកដល់ពេលបច្ចុប្បន្ននេះខ្ញុំអត់ទាន់បានដឹងទេថាគេធ្វើពិធីអ្វីឬក៏មានអ្វីកើតឡើងបានគេយកឆ្អឹងមនុស្សទៅដាក់ក្នុងក្អមហើយមានកណាត់ក្រហមរុំមួយតង់ពីរតង់អញ្ចឹងទៅអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមួយចំនួនបាទដែលដឹងទៅលើរឿងរ៉ាវទាំងអស់នេះសូមខមមិននៅខាងក្រោមផងដោយសារតែខ្ញុំក៏ចង់ដឹងដែរថាមូលហេតុអ្វីបានគេយកឆ្អឹងខ្មោចទៅរុំជាមួយនឹងកណាត់ក្រហមហើយដាក់ក្នុងក្អមហើយមានគ្រូបិទចិត្តអីចឹងទៅបន្ទាប់ពីខ្ញុំស្រាយមើលឃើញថាឆ្អឹងខ្មោចហើយខ្ញុំមានអារម្មណ៍ថាមានអ្វីចេញពីនឹងហើយធ្វើឲ្យខ្ញុំព្រឺព្រួយរួចហើយខ្ញុំអត់បានបន្តដំណើរជិះទៅកាន់ផ្ទះមិត្តភ័ក្តិរបស់ខ្ញុំទេពេលនេះខ្ញុំក៏បានត្រឡប់មកវិញដោយសារតែវាល្ងាចដែរហើយអាសភាពដែលកំពុងចិត្តធ្លាក់ថ្ងៃនេះអ្នកគ្នាយើងបើកទៅឃើញជើងទៀតទីតាំងកន្លែងហ្នឹងអត់សូវមានឡានម៉ូតូជិះទេទោះបីជានៅលើខ្នល់ជាលេខ5ក៏ដោយជំនាន់ឆ្នាំ2006 2007គឺអត់អ្នកស្រុកអ្នកភូមិអត់សូវមានម៉ូតូមានឡានមានកយន្តអីជិះប្រហែលទេដោយសារតែទីតាំងតំបន់ហ្នឹងវាស្ងាត់ខ្លាំងអ្នកនរគ្នាដល់ពេលអញ្ចឹងទៅសភាពនៅក្នុងអំឡុងម៉ោង5ម៉ោង6ល្ងាចហ្នឹងគឺស្ងប់ស្ងាត់ទៅហើយហាក់បីដូចជាយើងនៅម្នាក់ឯងកណ្ដាលវាលអញ្ចឹងណាអញ្ចឹងនៅក្នុងសាច់រឿងទី4នេះផងដែរខ្ញុំអត់បានឃើញទៅលើពពួកអមនុស្សទេប៉ុន្តែខ្ញុំមានអារម្មណ៍លក្ខណៈថាញៀនយើងដឹងថាមានពពួកអមនុស្សនៅក្បែរខ្លួនយើងក្រោយពីយើងឃើញទៅលើឆ្អឹងខ្មោចនឹងហើយអញ្ចឹងណាអញ្ចឹងខ្ញុំសូមបញ្ចប់សាច់រឿងទី4ត្រឹមតែប៉ុណ្ណេះនេះគឺជារឿងទាំង4នៅក្នុងអេពីសូតទី8ដែលខ្ញុំធ្វើការចែករំលែកបាទបកស្រាយទៅកាន់បាទពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាសម្រាប់កំសាន្តហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តចំពោះការបកស្រាយមួយនេះហើយកុំភ្លេចបាទជួយចុច Subscribe មកលើ YouTube Channel របស់ខ្ញុំម្នាក់មួយ like Facebook page follow TikTok ដែលមានឈ្មោះដូចគ្នាគឺ Yun Esa ដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតពីកម្មវិធីការពិតជួបផ្ទាល់ហើយកម្មវិធីការពិតជួបផ្ទាល់ផងដែរក៏សូមនោមពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ស្ថាបនាបាទកម្មវិធីការពិតជួបផ្ទាល់អីអាច comment នៅខាងក្រោមបានថាឧទាហរណ៍ថាខ្វះខាតកន្លែងណាមួយឬក៏ចំណុចណាមួយដែលជាពាក្យពេចន៍មិនសមរម្យនៅក្នុងវីដេអូក៏សូម comment នៅខាងក្រោមមកដើម្បីឲ្យខ្ញុំបាទអេសាស្ថាបនាបន្ថែមទៀតដើម្បីឲ្យកម្មវិធីការពិតជួបផ្ទាល់ឆ្ពោះជំហានទៅមុខល្អប្រសើរជាងនេះហើយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្លាំងមែនទែនដែលចំណាយពេលវេលាដ៏មានតម្លៃបាទតាមដាននឹងទស្សនាសម្រាប់កំសាន្តជាមួយនឹងសាច់រឿងនៅក្នុងអេពីសូតទី8នេះតាំងតែពីដើមរហូតមកដល់ចប់ក៏ជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសុភមង្គល
គ្រប់ក្រុមគ្រួសារឥឡូវនេះខ្ញុំសូមបញ្ចប់អេពីសូតទី8ត្រឹមតែប៉ុណ្ណេះហើយយើងនឹងចាំទស្សនានៅអេពីសូតបន្តទៀតពីកម្មវិធីការពិតផ្ទាល់បាទពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចឲ្យសោះបាទជួយចុច Subscribe ម្នាក់មួយមកលើ YouTube Channel របស់ខ្ញុំ Like Facebook Page ហើយនិង Follow TikTok ដែលមានឈ្មោះដូចគ្នាគឺ Jun Esa ដើម្បីទទួលបាននូវវីដេអូបន្តទៀតពីកម្មវិធីការពិតផ្ទាល់ហើយកម្មវិធីការពិតផ្ទាល់ពិតជាអរគុណទៅដល់ពុកម៉ែបងប្អូនខ្លាំងមែនទែនចំពោះការគាំទ្របាទពីខ្ញុំបាទ Esa សូមអរគុណសូមជម្រាបលា